ចឹងមិនថាណាតើសើដល់បងខាងជលផលក៏ដូចជាបងខាងសហគមន៍ណាគឺបើសិនជាអត់មានពួកគាត់ក៏ដូចជាអត់មានការបង្កើតនៅសហគមន៍ឡើងទេគឺបងប្អូនប្រជានេសាទយើងដែលគាត់ខ្វះខាតទៅដូចជារុញឈើបរស់ស៊ីថ្មើរជើងរកក្រែងក្រុមអីហ្នឹងគឺពួកគាត់អត់មានទីតាំងក៏ដូចអត់មានកន្លែងរកទៀតទេតាំងមួយនេះខ្ញុំគិតថាគ្នាយើងណាដែលចង់បានរឿងសមុទ្រស្រស់ចង់មើលត្រីផ្សោតក៏ដូចជាជ្រូកទឹកនិងជីវៈចម្រុះផ្សេងៗទៀតដែលនៅក្នុងបាតសមុទ្រណាខ្ញុំគិតថាទីតាំងមួយនេះក៏ដូចជាសហគមន៍មួយនេះគឺល្អមែនទែនសម្រាប់គ្នាយើងបើនិយាយពីទេសភាពក៏ដូចជាបរិយាកាសវិញទីតាំងនេះស្អាតខ្លាំងណាស់អ្នកនរគ្នាហើយសម្រាប់គ្នាយើងដែលចូលចិត្តថតរូបថតវីដេអូណាចង់បានបរិយាកាសបែបសមុទ្រយើងអាចអង្គុយឈៀមើលទេសភាពក៏ដូចជាបងប្អូនប្រជានេសាទណាចង់ដឹងថាជីវិតរបស់អ្នកនេសាទគាត់មានការលំបាកអីយ៉ាងណាបងប្អូនអាចមើលពីសកម្មភាពគាត់ផ្ទាល់តែម្ដងហើយបងប្អូនបើសិនជាចង់មើលត្រីផ្សោតមើលជ្រូកទឹកអីហ្នឹងគឺបងប្អូនអាចជួលទូកខាងសហគមន៍ហ្នឹងគឺគេមានសេវាកម្មខាងជួលទូកសម្រាប់ទឹកភ្ញៀវទេសចរទៅមើលត្រីផ្សោតទៅដល់ទីតាំងផ្ទាល់តែម្ដងហើយខែនេះក៏ដូចជារដូវនេះគឺយើងមើលត្រីផ្សោតគឺល្អមែនទែនសារតែខែនេះគឺជាខែប្រាំងអញ្ចឹងគឺការធ្វើដំណើររបស់យើងគឺវាមានសុវត្ថិភាពច្រើនជាងខែវស្សាទីតាំងនេះមានឈ្មោះថាសហគមន៍ត្រពាំងរពៅហើយសម្រាប់ការមកលេងរបស់ខ្ញុំនេះក៏អត់មានកម្រងថាចង់ទៅមើលត្រីផ្សោតដែរប៉ុន្តែដោយសារតែឃើញភ្ញៀវបរទេសមួយក្រុមដែលគាត់បានមកពីមើលត្រីផ្សោតអញ្ចឹងណាហើយតំបន់នេះក៏ដូចជាទីតាំងនេះគឺកំពុងតែមានការអភិរក្សពីខាងជលផលក៏ដូចជាសហគមន៍ដែលបានសហការគ្នាអភិរក្សទៅលើធនធានធម្មជាតិនិងជីវៈចម្រុះនៅក្នុងទឹកដែលកម្រនិងចិត្តផុតពូជផងដែរដូចជាមានការទម្លាក់បង្គោលសម៉ង់និងឧបករណ៍សិប្បនិម្មិតជាច្រើនទៀតដែលផ្ដល់ជាជំរកត្រីនិងការពារពីសត្រូវផងដែរហើយអ្វីដែលពិសេសនោះគឺការពារពីការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ទៀតផងអញ្ចឹងមិនថាណាតើសើដល់បងខាងជលផលក៏ដូចជាបងខាងសហគមន៍ណាគឺបើសិនជាអត់មានពួកគាត់ក៏ដូចជាអត់មានការបង្កើតនៅសហគមន៍ឡើងទេគឺបងប្អូនប្រជានេសាទយើងដែលគាត់ខ្វះខាតទៅដូចជារុញឈើបរស់ស៊ីថ្មើរជើងរកក្រែងក្រុមអីហ្នឹងគឺពួកគាត់អត់មានទីតាំងក៏ដូចអត់មានកន្លែងរកទៀតទេដោយសារតែទីមួយគឺប្រើប្រាស់ឧបករណ៍ខុសច្បាប់វាធ្វើឲ្យហិនហោចធ្វើឲ្យបាត់បង់ក៏ដូចជាផុតពូជនៅជីវៈចម្រុះនិងធនធានធម្មជាតិជាច្រើនទៀតដែលផ្ដល់ជំរកទៅដល់សត្វសមុទ្រណាហើយធនធានទាំងអស់នោះហើយដែលជាភាពទាក់ទាញមួយទៅដល់ភ្ញៀវទេសចរជាតិមិនថាអន្តរជាតិណាជាកន្លែងមួយសម្រាប់ផ្ដល់ជាចំណីភ្នែកក៏ដូចជាចំណីអារម្មណ៍ប្លែកៗទៅដល់ភ្ញៀវទេសចរបាទបរទេសគឺពួកគាត់ចូលចិត្តបរិយាកាសបែបធម្មជាតិអញ្ចឹងណាមិនថាសមុទ្រមិនថាភ្នំទេគឺខាងភ្ញៀវបរទេសហ្នឹងគឺពួកគាត់ចូលចិត្តមែនទែនឲ្យតែបែបធម្មជាតិប្រវត្តិសាស្ត្រអីហ្នឹងគឺដឹងទៅត្រូវពួកគាត់ហើយបាទពួកគាត់ចង់ដឹងពីរឿងរ៉ាវប្រវត្តិសាស្ត្រក៏ដូចជារឿងរ៉ាវដែលបានកើតឡើងអញ្ចឹងណាហើយសម្រាប់បុណ្យចូលឆ្នាំខាងមុខហ្នឹងតើគ្នាយើងណាមានកម្រងថាចង់ទៅលេងណានៅបើសិនជានៅទេអាចសេវទីតាំងមួយនេះសម្រាប់មកលេងបានព្រោះទីតាំងនេះមានកញ្ចុះធំទលាយមានស្ពានដើរធំស្អាតហើយបរិយាកាសគឺសមុទ្រអញ្ចឹងណាចង់បានគ្រឿងសមុទ្រស្រស់ៗដូចខ្ញុំបានបញ្ជាក់នៅក្នុងវីដេអូអញ្ចឹងទីតាំងមួយនេះគឺជាកន្លែងដែលបោះដុំគ្រឿងសមុទ្រគឺឡើងពីទុកមកគឺស្រស់រស់តែម្ដងហើយបើសិនជាបងប្អូនចង់បោះតង់នៅបុណ្យចូលឆ្នាំខាងមុខអាចបោះតង់ទីតាំងសហគមន៍ត្រពាំងរពៅនេះបានដោយសារតែមានកញ្ចុះធំទលាយណាកញ្ចុះមួយអាចបោះតង់បាន2ទៅ3ហើយបើនិយាយពីយើងអាចអង្គុយញ៉ាំអីវិញគឺអាចអង្គុយបាន10 20នាក់អញ្ចឹងគឺធំមែនទែន